ប្រជាការពីភូមិជាង400នាក់ក្នុងសង្កាត់គោកចកទទួលបានអំណោយជាស្បៀងអាហារពីព្រះគ្រូចៅអធិការវត្តប្រាសាទគោកចកនារសៀលថ្ងៃទី5ខែមេសាឆ្នាំ2026បងប្អូនប្រជាការពីភូមិប្រមាណជាង400នាក់ក្នុងសង្កាត់គោកចកក្រុងសៀមរាបបានទទួលអំណោយជាស្បៀងអាហារពីព្រះគ្រូចៅអធិការវត្តប្រាសាទគោកចកដែលពិធីនេះមានការចូលរួមពីលោកឧត្តមសេនីយ៍តូហ៊ូសុធីស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបព្រះគ្រូវិចិត្រវង្សាហែមគឹមសានចៅអធិការវត្តប្រាសាទគោកចកមានថ្នាក់ដីកាថាស្បៀងអាហារដែលបានផ្គត់ផ្គង់ជូននេះគឺដើម្បីជួយសម្រួលដល់ជីវភាពរបស់បងប្អូនប្រជាការពីភូមិក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលជាសកម្មភាពសប្បុរសធម៌និងជាការលើកទឹកចិត្តដ៏សំខាន់ដើម្បីទទួលស្គាល់ការលះបង់កម្លាំងកាយចិនក្នុងការថែរក្សាសន្តិសុខសម្រាប់ថ្នាក់មូលដ្ឋានដើម្បីសម្ដែងនូវការដឹងគុណដែលបានខិតខំចំណាយកម្លាំងកាយកម្លាំងចិនការពារសន្តិសុខសម្រាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានព្រះគ្រូវិចិត្រវង្សាហែមគឹមសានមានថ្នាក់ដីកាបន្តថាកម្លាំងប្រជាការពារពិតជាដើរតួនាទីសំខាន់សម្រាប់សុវត្ថិភាពប្រជាពលរដ្ឋលើសពីកម្លាំងប្រជាការពារគឺជាអ្នកធ្វើការដោយគ្មានប្រាក់ខែឡើយហើយក្នុងរយៈពេលកន្លងមកតែងតែសង្កេតឃើញអំពីសកម្មភាពរបស់បងប្អូនប្រជាការពារទាំងអស់ទោះបីក្នុងកលៈទេសៈណាក៏ដោយបងប្អូនមិនដែលរុញរានឹងការល្បាតការពារសុវត្ថិភាពជូនពលរដ្ឋនោះឡើយហើយបងប្អូនគឺជាភ្នែកនិងច្រមុះដ៏សំខាន់របស់អាជ្ញាធរបើគ្មានការចូលរួមពីបងប្អូនទេសន្តិសុខនៅក្នុងមូលដ្ឋានក៏មិនអាចរឹងមាំបានដោយសពថ្ងៃនេះដែរលោកឧត្តមសេនីយ៍តូហ៊ូសុធីបានមានប្រសាសន៍ថ្លែងការកោតសរសើរដោយស្មោះត្រង់ចំពោះស្មារតីលះបង់បងប្អូនប្រជាការពារដែលជាកម្លាំងជំនួយយ៉ាងសកម្មនិងជិតស្និទ្ធបំផុតជាមួយនគរបាលរដ្ឋបាលក្នុងការថែរក្សាសន្តិសុខតាមខ្នងផ្ទះប្រជាពលរដ្ឋហើយសន្តិសុខនិងភាពសុខសាន្តដែលយើងមានសប្តាហ៍ថ្ងៃមិនអាចខ្វះបាននៅការចូលរួមចំណែកដោយការស្ម័គ្រចិត្តនិងការយាមកាមយ៉ាងសកម្មរបស់បងប្អូននៅតាមមូលដ្ឋាននោះឡើយលោកឧត្តមសេនីយ៍តូហ៊ូសុធីបន្តថាដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះក៏សូមឲ្យបងប្អូនប្រជាការពារទាំងអស់ត្រូវបង្កើនការយាមល្បាតក្នុងភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវជាពិសេសតាមដានមុខសញ្ញាក្មេងទំនើងនិងសកម្មភាពលួចឆក់ប្លន់ផ្សេងៗខណៈដែលប្រជាពលរដ្ឋជាប់រវល់ទៅវត្តអារាមឬដើរលេងកម្សាន្តត្រូវជួយណែនាំនិងរំលឹកបងប្អូនអ្នកភូមិឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លើងទៀនធូបចង្ក្រាននិងចរន្តអគ្គិសនីដើម្បីជៀសវាងគ្រោះអគ្គិភ័យកាត់ឡើងជាយថាហេតុលោកស្នងការក៏បានជំរុញឲ្យកម្លាំងប្រជាការពារជួយសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ដើម្បីសម្រួលចរាចរណ៍នៅតាមដងផ្លូវក្នុងភូមិនិងតាមច្រកចេញចូលវត្តអារាមដើម្បីបង្ការការកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍និងត្រូវតាមដាននិងរាយការណ៍ជាបន្ទាន់ជូននគរបាលយុត្តិធម៌ប្រសិនបើមានការលួចលាក់លេងល្បែងស៊ីសងខុសច្បាប់ដែលបង្កឲ្យមានភាពអសន្តិសុខក្នុងសហគមន៍ក្នុងការអនុវត្តភារកិច្ចបងប្អូនត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌រក្សាភាពអត់ធ្មត់និងប្រើប្រាស់សម្ដីសមរម្យជាមួយប្រជាពលរដ្ឋក្នុងករណីមានបទល្មើសឬហេតុការណ៍មិនប្រក្រតីណាមួយកើតឡើងត្រូវរាយការណ៍មកប៉ុស្តិ៍រដ្ឋបាលឬអធិការដ្ឋានឲ្យបានឆាប់បំផុតតាមរយៈប្រព័ន្ធទំនាក់ទំនងដែលមាន